អូខេក្មេងប្រុសម្នាក់នេះគឺថាគាត់បានចំណាយពេលរបស់គាត់ប្រហែលឆ្នាំចុងក្រោយនេះរស់នៅក្នុងស្រះទឹកក្បែរផ្ទះរបស់គាត់តែម្ដងហើយនេះបើតាមការលើកឡើងរបស់គាត់ប្រសិនបើគាត់ហ៊ានតែឈានជើងរបស់គាត់ចេញពីស្រះទឹកហ្នឹងទៅលើគោគឺថារាងកាយរបស់គាត់នឹងចាប់ផ្ដើមក្តៅដូចភ្លើងឆេះហ្មងមិនថាដៃជើងខ្លួនក្បាលគឺក្តៅធ្វើឲ្យគាត់ទ្រាំអត់បានទេដោយសារតែបែបហ្នឹងឯងគឺវាបានបង្ខំចិត្តឲ្យគាត់ត្រូវតែរស់នៅក្នុងស្រះទឹកហ្នឹងតែម្ដងមានន័យថាទាំងព្រឹកទាំងថ្ងៃទាំងយប់ពេលញ៉ាំអីហ្នឹងគឺញ៉ាំនៅលើទឹកហ្នឹងពេលគេងពេលសម្រាកអីគឺត្រូវតែសម្រាកនៅលើទឹកហ្នឹងដើម្បីបន្ធូរភាពក្តៅនៅលើរាងកាយរបស់គាត់អញ្ចឹងតោះយើងទៅដឹងពីរឿងរបស់គាត់ទាំងអស់គ្នាហើយកុំទៅអាចចូលបានតែគេដែលគាត់មើលតាម YouTube ឯហ្នឹងកុំភ្លេចជួយចុច Subscribe ខ្ញុំម្នាក់មួយផងបើមើលតាម Facebook អីចុច Follow ម្នាក់មួយណាអូខេអញ្ចឹងតោះកុំឲ្យចាំយូរយើងចូលទៅកាន់រឿងរបស់យើងទាំងអស់គ្នាអញ្ចឹងសម្រាប់បងប្រុសម្នាក់ណាបងឯងគឺគាត់មានឈ្មោះថា Igbo Sheikh ដែលឥឡូវនេះគឺគាត់មានអាយុ16ឆ្នាំហើយគាត់រស់នៅឯតំបន់ Beldanga នៅក្នុងរដ្ឋ West Bengal របស់ប្រទេសឥណ្ឌាផ្ទាល់តែម្ដងហើយបើយើងនិយាយពីជីវិតរបស់គាត់កាលពីគាត់នៅក្មេងវិញសួរថាគាត់មាននៅជំងឺបែបថាចេញទៅខាងក្រៅក្តៅបែបហ្នឹងតាមពីគាត់នៅក្មេងមែនអត់ទេគឺថាពេលនៅក្មេងហ្នឹងគឺគាត់ដូចជាក្មេងទូទៅដែរទេមានន័យថាគាត់ត្រូវទៅរៀនគាត់ដើរលេងគាត់នៅលើគោកពេលគេងហ្នឹងគាត់គេងនៅក្នុងផ្ទះគាត់ចេញទៅខាងក្រៅអីបានធម្មតាគឺអត់មានការក្តៅកុហកកាហាយរាងកាយរបស់គាត់អីទេនិយាយម៉ាត់សាមញ្ញទៅគឺដូចជាក្មេងទូទៅដែរទេក៏ប៉ុន្តែនៅពេលដែលគាត់ទៅដល់អាយុ11ឆ្នាំភ្លាមគឺគាត់ទៅជាបែបហ្នឹងតែម្ដងមានន័យថាវាភ្លាមតែម្ដងដែលវាវិវត្តពីគាត់អាចនៅលើគោកបានទៅជាគាត់អត់អាចនៅលើគោកបានព្រោះថាវាក្តៅខ្លាំងពេកនៅលើរាងកាយរបស់គាត់ហ្នឹងអញ្ចឹងហើយដើម្បីបន្ធូរភាពក្តៅកាហាយនៅលើរាងកាយរបស់គាត់ហ្នឹងគឺគាត់ត្រូវតែចុះទៅត្រាំនៅក្នុងស្រះទឹកក្បែរផ្ទះរបស់គាត់មួយហើយគាត់លេងទៅតាំងពីពេលដែលគាត់អាយុ11ឆ្នាំមកដល់16ឆ្នាំនេះគឺថាវា5ឆ្នាំហើយដែលគាត់បានចំណាយពេលរបស់គាត់នៅក្នុងស្រះទឹកហ្នឹងមិនមែនគាត់អត់ចេញទៅខាងក្រៅទេមិនមែនគាត់នៅក្នុងស្រះទឹកហ្នឹងរហូតទេណាគឺគាត់ចេញដែរគ្រាន់ថាគាត់ចេញនៅក្នុងរយៈពេលមួយដែលតិចតួចបំផុតតែម្ដងប៉ុន្តែគាត់ចំណាយពេលរបស់គាត់សង្កត់ថាពេញមួយថ្ងៃអីគឺនៅក្នុងទឹកមិនថាពេលព្រឹកអីហ្នឹងគឺត្រូវតែនៅក្នុងទឹកពេលថ្ងៃគឺត្រូវតែនៅក្នុងទឹកពេលយប់គឺត្រូវតែនៅក្នុងទឹកពេលគេងអីហ្នឹងក៏គេងនៅក្នុងទឹកដែរហើយរបៀបនៅក្នុងការគេងលើទឹកដូចដឹងអញ្ចឹងគឺថាទឹកហ្នឹងវាមិនមែនជ្រៅខ្លាំងពេកទេវាបែបជាស្រះទឹកនៅក្បែរផ្ទះរបស់គាត់មួយអីអញ្ចឹងទៅដើម្បីប្រត្រាំខ្លួនរបស់គាត់កុំឲ្យគាត់ក្តៅអញ្ចឹងគាត់អាចឈរជើងនៅក្នុងអាបាតវាហ្នឹងហើយងើយកអញ្ចឹងទៅគឺគាត់អាចសម្រាកបានហើយអានេះបើតាមអីដែលគាត់និយាយមកហើយបើតាមព័ត៌មានដែលខ្ញុំទទួលបានគឺគេបាននិយាយថាពេលខ្លះទៅគឺគាត់អាចអង្គុយឬក៏សម្រាប់នៅក្នុងទឹកហ្នឹងបានដល់ទៅ4ទៅ5ថ្ងៃជាប់គ្នាដោយអត់ចេញពីទឹកហ្នឹងទេមានន័យថានៅក្នុងទឹកហ្នឹងសតតែម្ដងហើយអ្នកភូមិគេក៏យកម្ហូបចំណីអីយកទៅឲ្យគាត់ញ៉ាំអញ្ចឹងទៅបើនិយាយទៅគឺថាជីវិតរបស់គាត់គឺពិបាកខ្លាំងមែនតើសាកសម័យមើលយើងអាចចេញក្រៅទឹកបានណាបើខ្ញុំវិញគឺអូយមិនដឹងមិនទេបាទដឹងថាពិបាករស់នៅខ្លាំងមែនតើហើយមិនថាគ្រួសាររបស់គាត់ទេណាសូម្បីតែអ្នកដែលស្គាល់គ្នាហ្នឹងក៏យកគាត់ទៅមន្ទីរពេទ្យដែរដើម្បីពិនិត្យមើលថាតើគាត់មានបញ្ហាសុខភាពអីគេបានជាគាត់ទៅជាវិវត្តទៅជាបែបហ្នឹងហើយប្រហែលឆ្នាំចុងក្រោយនេះគេយកគាត់ទៅច្រើនពេទ្យមែនតើមិនថាពេទ្យនៅក្នុងភូមិមិនថាពេទ្យក្រៅភូមិមិនថាពេទ្យល្បីអីទេគឺថាគេយកទៅអស់ហើយគ្រាន់ថាគេអត់ទាន់អាចពិនិត្យដឹងថាគាត់មានបញ្ហាអីគេដែលឥឡូវនេះផងដែរគ្រូពេទ្យគឺគេកំពុងតែរាយការណ៍ថាគេកំពុងតែឆ្ងល់ថាគាត់អាចនឹងកើតមាននៅជំងឺកម្រមួយដែលជំងឺមួយនោះផងដែរគឺមានឈ្មោះថា erythromelalgia ដែលវាគឺជាប្រភេទជំងឺមួយបើសិនបើយើងមានផ្ទុកនៅជំងឺហ្នឹងគឺវានឹងធ្វើឲ្យរាងកាយរបស់យើងហ្នឹងមានអារម្មណ៍ថាឆេះក្តៅខ្លាំងហ្មងនៅលើស្បែករបស់យើងមានការឈឺចាប់ខ្លាំងដូចគ្នាស្បែករបស់យើងឡើងក្រហមជើងអីហ្នឹងគឺថាក្តៅអស់ហើយពេញរាងកាយរបស់យើងគឺក្តៅតែម្ដងមិនថាយើងអត់ទៅធ្វើអីទេយើងគ្រាន់តែនៅស្ងៀមក៏អាចធ្វើឲ្យរាងកាយរបស់យើងក្តៅបានដែរអញ្ចឹងអាហ្នឹងគឺជាប្រភេទជំងឺកម្រមួយដែលសង្កត់ថា1000នាក់គឺមានតែម្នាក់អីទេដែលកើតនៅជំងឺបែបហ្នឹងហើយនេះវាគ្រាន់តែជាការសង្ស័យរបស់គ្រូពេទ្យដែលបានពិនិត្យទៅលើសុខភាពរបស់គាត់ទេសួរថាគាត់កើតមាននៅជំងឺហ្នឹងមែនឬក៏អត់គឺអត់ទាន់បានច្បាស់100%នៅឡើយទេអញ្ចឹងយើងដឹងពីគាត់ប៉ុណ្ណឹងសិនបានហើយឥឡូវនេះគឺយើងក៏លេចមកមើលរឿងរបស់គាត់នៅលើអ៊ីនធឺណិតវិញដែលប្រហែលថ្ងៃនេះគឺថាគាត់ផ្ទុះល្បីខ្លាំងមែនទែននៅលើអ៊ីនធឺណិតដាក់រឿងដែលគាត់អត់អាចចេញពីទឹកបានហ្នឹងក៏ល្បីទៅដល់អ្នកដែលជាសមាជិកមហាសេដ្ឋីនៅក្នុងប្រទេសឥណ្ឌាដែលមានឈ្មោះថាអាណាន់អាបានីនិយាយទៅគឺគាត់ល្បីដែលជាមហាសេដ្ឋីនៅក្នុងប្រទេសឥណ្ឌាតែម្ដងហើយដល់ពេលដែលគាត់ឃើញថាបងប្អូនម្នាក់ហ្នឹងគឺគាត់អត់អាចចេញពីទឹកបានបែបហ្នឹងគឺគាត់មានចិត្តថាអាណិតហើយក៏មាននាំបងប្អូនម្នាក់ហ្នឹងទៅម៉ាំបៃនៅក្នុងប្រទេសឥណ្ឌាហ្នឹងដើម្បីធ្វើការព្យាបាលនៅក្នុងមន្ទីរពេទ្យដ៏ល្បីមួយដែលមានឈ្មោះថា Sher HN
Reliance Foundation និយាយទៅមន្ទីរពេទ្យហ្នឹងគឺល្បីហើយខ្លាំងដែរនៅក្នុងប្រទេសឥណ្ឌាហើយសម្រាប់ការព្យាបាលអស់ប្រហែលគឺថាគាត់ជាអ្នករ៉ាប់រងទាំងអស់តែម្ដងអញ្ចឹងខ្ញុំមានតែប៉ុណ្្នឹងទេហើយបើចង់ដឹងពីរឿងរបស់គាត់បន្ថែមទៀតកុំភ្លេច comment ពាក្យថា ហេងស្មោះនៅខាងក្រោម comment មកចាំខ្ញុំធ្វើវីដេអូបន្ថែមទៀតបើមានការអាប់ដេតពីមន្ទីរពេទ្យអីអញ្ចឹងទៅអញ្ចឹងជួបគ្នាជាមួយខ្ញុំនៅវីដេអូក្រោយ